ជំរាបសួរពុកម៉ែបងប្អូននៅថ្ងៃនេះក្រោយពីយកមិញភ្លៀងខ្លាំងហើយឃើញថាធម្មជាតិស្រស់ល្អហើយខ្ញុំក៏នឹកឃើញចេកខ្ញុំចង់មកមើលចេកតិចព្រោះទៅធ្វើជើងហើយអញ្ចឹងណាទៅធ្វើជើងយើងដាក់ជីធម្មជាតិខ្លះដែរដើម្បីជំនួយដល់ការលូតលាស់លឿនហើយមកឃើញចេកឃើញថាល្អគួរសមដែរពុកម៉ែបងប្អូនល្អធ្វើឲ្យយើងសប្បាយចិត្តពេលមកឃើញដំណាំរបស់យើងបានល្អបែបហ្នឹងអញ្ចឹងណាហើយខ្ញុំដាំនេះក៏มันជាគម្លាតគ្នានឹងมันឆ្ងាយប្រហែលទេគម្លាតគ្នារយៈចម្ងាយប្រហែលជា2ម៉ែត្រកន្លះមកពីមួយគុំទៅមួយគុំអញ្ចឹងណាពុកម៉ែបងប្អូន2ម៉ែត្រកន្លះហើយខ្ញុំតែងអត់ទុកឲ្យច្រើនទេចេកអត់ទុកឲ្យវាច្រើនដើមកាលណាច្រើនដើមវាផ្ដល់ផលឲ្យយើងផ្លែវាអត់សូវល្អដល់ពេលអត់សូវល្អយើងពិបាកក្នុងការលក់ចូលទីផ្សារពុកម៉ែបងប្អូនយើងពិបាកលក់អញ្ចឹងនៅពេលដែលយើងធ្វើឲ្យ